listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីខ្ញុំបាទតាំងសារ៉ាដាននៃវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់ពីរដ្ឋធានី Washington យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ6រោចខែកដិកឆ្នាំមមែសប្បុរសពុទ្ធសករាជ2559ដែលត្រូវនៅថ្ងៃទី1ខែធ្នូគ្រិស្តសករាជ2015ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុកបុកម្នេញលើគណៈបកប្រឆាំងចៅក្រមជំនុំជម្រះសាលាឧទ្ធរច្រានចោលបណ្ដឹងទាស់ករណីលោកហុងសុខួរដោយគ្មានមូលហេតុបកប្រឆាំងនិងសង្គមស៊ីវិលរិះគន់គម្រោងចំណាយថវិការបស់រដ្ឋាភិបាលឆ្នាំ2016បកប្រឆាំងនិងបកកណ្ដាលអំណាចពន្យាពេលជួបគ្នាចរចាអំពីស្ថានភាពនយោបាយមួយរយៈរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សបារម្ភអំពីការវិវត្តនៃស្ថានភាពនយោបាយនៅកម្ពុជារួមមានការតាមចាប់ខ្លួនលោកសំរងស៊ីការដកតំណែងលោកកឹមសុខាអំពើហិង្សាលើអ្នកតំណាងរាស្ត្រនិងការចាប់ខ្លួនសកម្មជនគណបកប្រឆាំងសមាជិកសភាអាស៊ានក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការធានានូវសិទ្ធិសេរីភាពពេញលេញចំពោះការចូលរួមក្នុងជីវិតនយោបាយរបស់ពលរដ្ឋកម្ពុជាគ្រប់រូបលោកយ៉ងច័ន្ទរារាយការណ៍ព័ត៌មាននេះក្រុមតំណាងរាស្ត្រនៃសភាអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍មួយទាមទាររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រឆាំងលោកសំរងស៊ីនិងធានាសុវត្ថិភាពព្រមទាំងសេរីភាពជូនតំណាងរាស្ត្រនិងសកម្មជនគណបកប្រឆាំងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅរសៀលថ្ងៃទី30វិច្ឆិការបស់សភាអាស៊ានហៅការធ្វើទុកបុកម្នេញលើអ្នកតំណាងរាស្ត្រនិងសកម្មជនបកប្រឆាំងថាជាការបំផ្លាញពន្លកប្រជាធិបតេយ្យនៅកម្ពុជាប្រធានសភាអាស៊ានផ្នែកសិទ្ធិមនុស្សលោក Charles Santiago បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថាការវិវត្តនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នគឺជាក្តីព្រួយបារម្ភរបស់សមាជិកសភានៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីជាប្រយោជន៍ដល់កម្ពុជានិងប្រទេសនានាក្នុងតំបន់សហគមន៍អន្តរជាតិរួមទាំងអាស៊ានផងត្រូវតែប្រាកដថាសកម្មភាពអស់ទាំងនេះមិនអាចទទួលយកបាននោះឡើយប្រសិនបើការដាក់សម្ពាធមិនអាចធ្វើអ្វីរដ្ឋាភិបាលកម្ពុជាបាននោះមេដឹកនាំដទៃទៀតក្នុងតំបន់ប្រកាសជាមិនញញើតនឹងប្រព្រឹត្តនៅទង្វើរំលោភបំពានបែបនេះនៅពេលដែលមានអ្នកហ៊ានរិះគន់ពួកគេសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រនៃសភាអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលអង្គការអន្តរជាតិសំខាន់ៗរួមមានអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាថាបានប្រព្រឹត្តផ្ទុយទៅនឹងសន្ធិសញ្ញានិងកតិកាសញ្ញាផ្សេងៗស្តីអំពីសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពខាងការប្រមូលផ្តុំដែលកម្ពុជាជាភាគីហត្ថលេខីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលើកឡើងថារដ្ឋាភិបាលមិនមានការព្រួយបារម្ភឡើយចំពោះការរិះគន់និងការថ្កោលទោសពីមជ្ឈដ្ឋានខាងក្រៅលោកសុកអេសានបន្តថារដ្ឋាភិបាលកម្ពុជាតែងអនុវត្តតាមនីតិវិធីរបស់ខ្លួនដោយមិនរណបបរទេសអត់មានអីត្រូវសង្កេតទេហ្នឹងយើងយល់ថាចាត់គាត់យ៉ាងម៉េចក៏ចាត់គាត់ត្រូវក៏ប៉ុន្តែយើងជាប្រទេសឯករាជ្យនឹងមានអធិបតេយ្យយើងធ្វើអីទៅតាមច្បាប់របស់ប្រទេសយើងជុំវិញការលើកឡើងរបស់ក្រុមតំណាងរាស្ត្រនៃសភាអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះលោកបណ្ឌិតដេតសុកឧត្តមដែលជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិមើលឃើញថាសេចក្តីថ្លែងការណ៍នេះនឹងមិនមានឥទ្ធិពលធំដុំឡើយចំពោះស្ថានភាពនយោបាយនៅកម្ពុជាពីព្រោះសេចក្តីថ្លែងការណ៍នេះមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋជាសមាជិកអាស៊ាននីមួយៗឡើយយ៉ាងណាក៏ដោយចុះលោកដេតសុកឧត្តមអះអាងថាការថ្កោលទោសឬការរិះគន់ធ្ងន់ធ្ងរពីមជ្ឈដ្ឋានអន្តរជាតិនឹងនាំមកនូវផលវិបាកជាច្រើនសម្រាប់កម្ពុជាដូចជាការកាត់ផ្តាច់ជំនួយនិងការដកវិនិយោគទុនជាដើមវាជាការសមាជិករបស់យើងខ្លួនឯងបើមិនយើងថាយើងមិនចង់គេជឿចេះក៏ពិតគេអត់មានជឿជ្រែកក៏ថាយើងគុំទទួលជំនួយពីគេទៅហ្នឹងគេអត់មានចិត្តអីមកជឿជ្រែកយើងបាទហេតុការណ៍សំខាន់ដែលធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិឈឺឆ្អាលនឹងកម្ពុជារួមមានការតាមចាប់ខ្លួនលោកសំរងស៊ីការដកតំណែងលោកកឹមសុខាអំពើហិង្សាលើអ្នកតំណាងរាស្ត្រការកាត់ទោសឲ្យជាប់ពន្ធនាគារចំពោះសកម្មជនបកប្រឆាំងនិងការកាត់ទោសលោកហុងសុខួរ
លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិត្រូវបានសាលាដំបងរាជធានីភ្នំពេញចេញនីការតាមចាប់ខ្លួនដោយចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងដែលប្រព្រឹត្តទៅនៅសារមន្ទីរជើងឯកកាលពីឆ្នាំ2008កាលនោះលោកសំរងស៊ីបានចោទលោកហងណាំហុងដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថាជាអតីតប្រធានគុកបឹងត្របែកនៃរបបកម្ពុជាប្រជាធិបតេយ្យចំណែកតំណាងរាស្ត្រពីររូបនៃគណៈបក្សសង្គ្រោះជាតិគឺលោកគង់សុភានិងលោកញយចម្រើនត្រូវបានជន់ដៃដល់វាយប្រហាររងរបួសជាទម្ងន់ពេលដែលលោកចេញពីប្រជុំនៅវិមានរដ្ឋសភាអំឡុងពេលមានបាតកម្មទាមទារទម្លាក់លោកកឹមសុខាកាលពីចុងខែតុលាប៉ុន្មានថ្ងៃក្រោយអំពើហិង្សាលើអ្នកតំណាងរាស្ត្រលោកកឹមសុខាជាអនុប្រធានគណៈបក្សសង្គ្រោះជាតិត្រូវបានតំណាងរាស្ត្រទាំង68រូបនៃគណៈបក្សប្រជាជនកម្ពុជាបោះឆ្នោតទម្លាក់ពីតួនាទីជាអនុប្រធានទី1រដ្ឋសភាដោយចោទថារូបលោកមិនគោរពស្មារតីនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី22កក្កដាឆ្នាំ2014និងញុះញង់ឲ្យមានចលាចលក្នុងចំណោមមហាជនពេលដែលលោកចុះទៅជួបពលរដ្ឋនៅមូលដ្ឋានម្ដងដោយឡែកលោកហុងសុខួរដែលជាសមាជិកព្រឹទ្ធសភាគណៈបក្សសំរងស៊ីវិញត្រូវបានតុលាការចាប់ខ្លួនកាលពីពាក់កណ្ដាលខែសីហាឆ្នាំ2015ដោយចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈបទប្រើប្រាស់ឯកសារក្លែងបទញុះញង់ឲ្យមានភាពវឹកវរនិងអសន្តិសុខសង្គមទាំងដែលលោកហុងសុខួរមិនទាន់ត្រូវបានព្រឹទ្ធសភាដកអភ័យឯកសិទ្ធិនៅឡើយចំណែកឯសកម្មជនគណៈបក្សសង្គ្រោះជាតិ11នាក់វិញត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី7ទៅ10ឆ្នាំពីបទចូលរួមនឹងដឹកនាំចលនាកុបកម្មក្បែរស្ពាននាគនៅទីលានប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះសហភាពអឺរ៉ុបព្រមានថាគេនឹងលុបចោលទឹកប្រាក់ជំនួយប្រមាណ$445លានអាមេរិកក្នុងមួយឆ្នាំដែលផ្ដល់ឲ្យកម្ពុជាបើសិនជាលោកសំរងស៊ីមិនអាចវិលត្រឡប់មកកម្ពុជាវិញបាននោះនៅត្រង់ចំណុចនេះសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិលោកដេតសុកឧត្តមលើកឡើងថាមេដឹកនាំគណៈបកនយោបាយធំៗនៅកម្ពុជាគួរតែបញ្ឈប់ការហែកហួរគ្នាផ្នែកនយោបាយនិងគិតគូរពីការទាញយកផលពីសមាហរណកម្មអាស៊ាននាពេលខាងមុខវិញទើបជារឿងត្រឹមត្រូវសម្រាប់ប្រយោជន៍ជាតិខ្ញុំយ៉ងច័ន្ទដារាវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរសម្រាប់ទម្លាក់ចោលបណ្ដឹងទោសរបស់មេធាវីការពារក្តីឲ្យលោកហុងសុខួរដោយពុំបានបញ្ជាក់ពីមូលហេតុលោកមេធាវីជួងជងីចាត់ទុកការសម្រេចរបស់តុលាការនៅពេលនេះថាមានភាពលំអៀងសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលសវនាការបង្ហាញការសោកស្ដាយចំពោះសេចក្តីសម្រេចនៅពេលនេះរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរដោយចាត់ទុកថានេះជារបៀបបោះបាល់ដាក់គ្នាទៅវិញទៅមករវាងសាលាដំបងរាជធានីភ្នំពេញនិងសភាព្រហ្មទណ្ឌលើសំណុំរឿងសមាជិកព្រឹទ្ធសភារបស់គណៈបកជំទាស់ក្នុងពេលសវនាការចាប់ផ្ដើមកាលពីព្រឹកថ្ងៃទី30វិច្ឆិកាមិនទាន់ទាំងបានប៉ុន្មាននាទីស្រួលបួននៅឡើយផងស្រាប់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកប្លង់សំណាងបានផ្ដល់នីតិជូនពីរាជអាជ្ញាមុនដើម្បីធ្វើសេចក្តីសន្និដ្ឋានភ្លាមនោះតំណាងមហាអាយកានៃសាលាឧទ្ធរគឺកញ្ញាយិនសុគន្ធធារីបានជំទាស់និងស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះទម្លាក់ចោលបណ្ដឹងទាស់របស់លោកជួងជងីហើយចាត់ទុកថានេះជាបណ្ដឹងខុសទម្រង់ម្យ៉ាងវិញទៀតមិនដឹងជាត្រូវចេញសារដីកាដោយរបៀបណាកើតបើសិនជាសវនាការលើអង្គសេចក្តីមិនទាន់ទាំងបានបិទបញ្ចប់នៅឡើយផងនោះហើយនេះកញ្ញាយិនសុគន្ធធារីស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះត្រូវទាត់ចោលបណ្ដឹងទាស់នេះទុកជាមោឃៈនៅក្នុងអង្គសវនាការមុនប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកប្លង់សំណាងសម្រាប់បដិសេធបណ្ដឹងទាស់ដោយពុំបានបញ្ជាក់មូលហេតុអ្វីសោះនោះលោកជួងជងីបានបញ្យល់យ៉ាងពិស្ដារប្រៀបដោយសាស្ត្រាចារ្យដែលបង្រៀនពីរបៀបបច្ចេកទេសច្បាប់បន្ថែមពីលើនេះលោកជួងជងីចាត់ទុកថាព្រោះតែការសម្រេចរបស់តុលាការដោយពុំបានផ្អែកលើបច្ចេកទេសនិងមានការបកស្រាយច្បាប់ខុសៗគ្នានេះហើយធ្វើឲ្យមានភាពអយុត្តិធម៌សង្គមដែលលោកមើលឃើញក្នុងអាជីពជាមេធាវីរបស់លោកអស់ពេលជាង10ឆ្នាំមកហើយនេះបន្ថែមលើការដេញដោលផ្ទាល់មាត់នៅក្នុងអង្គសវនាការលោកជួងជងីឲ្យដឹងក្រោយបញ្ចប់ការជំនុំជម្រះថាការទាត់ចោលបណ្ដឹងរបស់លោកនេះគឺជារបៀបដែលចៅក្រមធ្វើសេចក្តីសន្និដ្ឋានទុកជាមុនហើយការសម្រេចដូចនេះបានផ្ដល់ភាពអយុត្តិធម៌រួចទៅហើយសម្រាប់កូនក្តីរបស់ខ្លួនពេលដែលចាប់ផ្ដើមសន្និការគាត់ថាបណ្ដឹងឧទ្ធររបស់មេធាវីនឹងគឺអត់ត្រឹមត្រូវតាមទម្រង់ដូច្នេះគាត់ធ្វើបរិយាវិនិច្ឆ័យរួចទៅហើយធ្វើមិនដេចគាត់អាចផ្ដល់សេចក្តីសម្រេចមួយដែលយុត្តិធម៌បានអញ្ចឹងទោះបីសន្និការដេញដល់ប្រមាណម៉ោងប្រមាណនេះគឺសេចក្តីសម្រេចរបស់គាត់រកហេតុផលសម្អាងទៅនឹងបរិយាវិនិច្ឆ័យរបស់គាត់នោះគាត់អត់បានស្ដាប់យកហេតុផលដែលមេធាវីលើកយកទៅពិចារណាទេកាលពីថ្ងៃទី22តុលាចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញលោករស់ពិសិដ្ឋបានចេញនៃការបង្គាប់ឲ្យលោកជួងជងីនឹងជួនជាប់ចោទដាក់ឯកសារដែលពាក់ព័ន្ធនឹងការទាញយកសន្ធិសញ្ញាឆ្នាំ1979និងឧបករណ៍អេឡិចត្រូនិកមកតុលាការដើម្បីបន្តនីតិវិធីស៊ើបសួរបន្ថែមដែលការសរសេរទៀតថាក៏ប៉ុន្តែរហូតមកដល់ពេលនេះនៅតែពុំទាន់ឃើញដាក់ឯកសារពាក់ព័ន្ធដែលជាមូលហេតុពុំអាចបន្តស៊ើបសួរបានឡើយ
ដោយការបង្គាប់បន្ថែមទៀតថាក្នុងករណីមិនអនុវត្តតាមតុលាការនឹងកំណត់ការបរិច្ឆេទបន្តនីតិវិធីហើយនឹងមិនទទួលយកភស្តុតាងមកពិនិត្យពេលក្រោយឡើយឆ្លើយតបរឿងនេះលោកជុងជងនីយល់ឃើញថានេះជាការបង្ខំដែលផ្ទុយពីច្បាប់លោកខុងសុខួរត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី14សីហាបន្ទាប់ពីលោកហ៊ុនសែនបញ្ជាឲ្យចាប់ខ្លួនដោយចោទប្រកាន់ថាលោកខុងសុខួរក្បត់ជាតិដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនរវាងកម្ពុជាវៀតណាមឆ្នាំ1979ថាជាសន្ធិសញ្ញារំលាយព្រំដែនរវាងប្រទេសទាំងពីរលោកអំសំអាតមន្ត្រីជាន់ខ្ពស់អង្គការលីកាដូបង្ហាញការសោកស្ដាយចំពោះសេចក្តីសម្រេចនៅពេលនេះរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាអូតូលោកបន្តថាការទម្លាក់ចោលបណ្ដឹងទាស់នេះមិនខុសពីរបៀបលេងបាល់ឡើយម្យ៉ាងវិញទៀតការបញ្ជូនសំណុំរឿងទៅវិញទៅមកនេះគឺមិនខុសពីឆាកល្ខោននយោបាយនោះថែមទៀតផងយើងដឹងហើយករណីនេះដែលមតិជាតិនិងអន្តរជាតិគេគិតថាវាជាករណីនយោបាយអញ្ចឹងវាហាក់បីដូចជាបោះបាល់ដាក់គ្នាទៅវិញទៅមកហើយរងចាំពជាពេលក្នុងបញ្ហានៃការចរចាផ្នែកនយោបាយតែប៉ុណ្ណោះទេបាទលោកជុងជុងនីឲ្យដឹងថាលោកនឹងប្តឹងសារទុកទៅតុលាការកំពូលបន្តទៀតប្រសិនបើកូនក្តីរបស់ខ្លួនយល់ព្រមឲ្យមានបណ្ដឹងជាថ្មីទៀតប្រឆាំងសេចក្តីសម្រេចរបស់សភាព្រមត្តនៅពេលនេះជុំវិញសំណុំរឿងលោកខុងសុខួរនេះសង្គមស៊ីវិលជាតិនិងអន្តរជាតិចាត់ទុកថាជាបណ្ដឹងធ្វើឡើងក្រោមហេតុផលនយោបាយខ្ញុំមកមនីរតវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីបកប្រឆាំងនឹងសង្គមស៊ីវិលរិះគន់ចំពោះគម្រោងបង្កើនថវិកាជាតិសម្រាប់វិស័យនីមួយៗក្នុងឆ្នាំ2016នោះថាមិនសូវមានតម្លាភាពនិងមិនសូវមានប្រសិទ្ធភាពនោះទេការរិះគន់នេះបន្ទាប់ពីសមាជិកសភាមកពីខាងគណៈបកប្រជាជនកម្ពុជាចំនួន66រូបលើកដៃអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ2016កាលពីថ្ងៃច័ន្ទលោកថាកិច្ចការរាយការណ៍ព័ត៌មាននេះរដ្ឋាភិបាលកម្ពុជាក្រុងនឹងចំណាយថវិកាជាតិប្រហែលជាង$4,000 លានដែលកើនលើសឆ្នាំ2015ចំនួន 16% នៅក្នុងឆ្នាំ2016ខាងមុខនេះសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ2016នេះត្រូវបានសមាជិកសភាមកពីគណៈបកប្រជាជនកម្ពុជាបានអនុម័តចប់សពគ្រប់ហើយនៅព្រឹកថ្ងៃទី30វិច្ឆិកាបើទោះបីជាគ្មានវត្តមានតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិចូលរួមប្រជុំក៏ដោយការអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ2016ដែលគ្មានសម្លេងពីតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិចូលរួមនេះបណ្ដាលឲ្យមានការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិលថាពុំសូវមានតម្លាភាពនិងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel លោកគុលបញ្ញាមានប្រសាសន៍ថារដ្ឋសភាមិនគួរអនុម័តសេចក្តីព្រាងច្បាប់ថវិកានេះទាំងតក់ក្រហល់នោះទេព្រោះថាការបែងចែកថវិកានៅក្នុងវិស័យនីមួយៗគឺជារឿងសំខាន់ដែលទាមទារឲ្យមានការជជែកគ្នាច្រើនថាតើថវិកាទាំងនោះយកទៅធ្វើអ្វីសំខាន់ៗខ្លះយើងមានបញ្ហាធ្ងន់ធ្ងរអំពីរឿងតម្លាភាពថវិកាមានការចូលរួមភាសាគឺការអនុម័តបញ្ញាបញ្ញាល់ហើយគ្មានព័ត៌មានគ្មានអីដែលធ្វើឲ្យជាប្រវត្តិនេះគេបានដឹងច្បាស់ឬក៏ខាងអ្នកតំណាងរាស្ត្រគេបានដឹងស៊ីជម្រៅគេបានសួរលេងដោននៅក្នុងរដ្ឋធម្មនុញ្ញមែនទែនសភាមានសិទ្ធិសំខាន់ណាស់នៅក្នុងការពិនិត្យមើលភាសាថវិកាជាតិនេះប៉ុន្តែមែនទែនការអនុម័តការវិភាសានេះគឺអត់មានអត្ថន័យអញ្ចឹងបានជាគេវាតម្លៃនៅបន្ទុកទៀតមែនទែនអំពីរឿងថវិកាជាតិនេះច្បាប់ថវិកាជាតិឆ្នាំ2016នេះមាន5ជំពូកនិង16មាត្រាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃច័ន្ទថាហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2016រាជរដ្ឋាភិបាលនឹងដឹកនាំចាត់ចែងការងារលើគ្រប់វិស័យបន្តទៀតក្នុងនោះក៏មានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមន្ត្រីជាប់កិច្ចសន្យានិងនិវត្តជនផងដែរច្បាប់ថវិកាឆ្នាំ2016ក៏លុបចោលនៅពន្ធតាមរបបម៉ៅកាដើម្បីសម្រួលដល់អាជីវករតូចតាចដែលលក់ដូរដើម្បីចិញ្ចឹមជីវិតច្បាប់នេះក៏នឹងលុបចោលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយចំនួនដូចជាតូចចក្រយានយន្តត្រីចក្រយានយន្តត្រាក់ទ័រនិងជលយានតូចៗដើម្បីជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពប្រជាជនដោយឡែកអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយ៉ែមពេញរិទ្ធឲ្យដឹងតាមទំព័រ Facebook ថាហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ2016មានលក្ខណៈវិជ្ជមានខ្លះនិងអវិជ្ជមានខ្លះមានការកើនឡើងទាំងចំណូលមានការកើនឡើងទាំងចំណាយនិងការខ្ចីឥណទានបរទេសចំនួន700លាន SDR ប្រមាណជិត$1,000 លានសហរដ្ឋអាមេរិកចំណូលមានការកើនឡើងខ្លះក៏ប៉ុន្តែមិនទាន់បានពេញលេញត្រឹមត្រូវនោះទេភាពវិជ្ជមានទាំងនោះគឺការដំឡើងប្រាក់ខែដល់មន្ត្រីរាជការគ្រូបង្រៀនកងកម្លាំងប្រដាប់អាវុធជាពិសេសមានការដំឡើងកញ្ចប់ថវិកាជាតិលើវិស័យអប់រំលោកជំរុញឲ្យខិតខំបង្កើនចំណូលនិងកាត់បន្ថយការចំណាយដែលមិនចាំបាច់លោកគុលបញ្ញាសង្កេតឃើញថាអ្វីត្បិតតែខ្ទង់ចំណាយនៅតាមវិស័យនីមួយៗមានការកើនឡើងក្តីក៏ប៉ុន្តែការប្រើប្រាស់ថវិកាទាំងនោះនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ
ដូចជានៅក្នុងវិស័យសង្គមគិច្ចជាដើមលោកយកវិស័យសុខាភិបាលជាឧទាហរណ៍ថានៅមានបញ្ហាច្រើននៅឡើយពលគឺប្រជាពលរដ្ឋមួយចំនួននៅមិនទាន់ទទួលបានសេវាគមន៍ពីសកលភាពពេញលេញនៅឡើយទេហើយអ្នកមានតែងតែទៅទទួលសេវាព្យាបាលនៅក្រៅប្រទេសជាដើមខ្ញុំថាកិត្យាវត្ថុអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីជុំវិញបញ្ហានេះដែរតំណាងក្រុមភាគច្រើននិងក្រុមភាគតិចនៃរដ្ឋសភាកាលពីម្សិលមិញមិនបានជួបគ្នាចរចាអំពីស្ថានភាពនយោបាយវិវត្តចុងក្រោយដោយការគ្រោងទុកនោះទេដោយគេបានពន្យាពេលជួបគ្នាមួយរយៈអ្នកស្រីខែសំណងរាយការណ៍ព័ត៌មាននេះតំណាងក្រុមភាគច្រើននិងក្រុមភាគតិចនៃរដ្ឋសភាប្រកាសថាការខកខានជំនួបកំពូលរវាងគណៈបកទាំងពីរមិនពាក់ព័ន្ធទៅនឹងការធ្វើពហិការមិនចូលប្រជុំសភារបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនោះទេអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថ្លែងឲ្យដឹងនៅថ្ងៃទី30វិច្ឆិកាថាជំនួបរវាងតំណាងក្រុមភាគច្រើននិងក្រុមភាគតិចនៅរដ្ឋសភាត្រូវបានពន្យាពេលមួយរយៈសិនលោកថាមូលហេតុដែលតំណាងក្រុមភាគច្រើនដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីសខេងមិនបានជួបពិភាក្សាគ្នាអំពីការវិវត្តនយោបាយចុងក្រោយជាមួយក្រុមភាគតិចនៅក្នុងរដ្ឋសភានោះដោយសារតែលោកសខេងជាប់រវល់លោកអះអាងថាការពន្យាពេលនេះមិនតាក់ទងទៅនឹងការធ្វើពហិការមិនចូលប្រជុំសភារបស់គណៈបកប្រឆាំងឡើយរីឯកាលកំណត់ជំនួបជាថ្មីក៏នៅមិនទាន់ដឹងពេលណានៅឡើយដែររឿងនៃគាត់ចូលមិនចូលអានឹងរឿងទទួលខុសត្រូវរបស់គាត់ផ្ទាល់ទេអត់មានបញ្ហាពាក់ព័ន្ធនឹងរឿងវប្បធម៌សន្តានានេះទេតែតងទៅនឹងបញ្ហានេះអ្នកនាំពាក្យក្រុមតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិវិញលោកយ៉ែមបញ្ញរិទ្ធថ្លែងថាគណៈបកសង្គ្រោះជាតិបានស្នើសុំជួបគ្នាឆាប់ប៉ុន្តែពុំទាន់ទទួលបានអំណឹងត្រឡប់មកវិញនៅឡើយលោកថាគោលជំហរនៃវប្បធម៌សន្តានាមិនពាក់ព័ន្ធទៅនឹងការធ្វើពហិការប្រជុំសភានៅពេលនេះទេលោកយ៉ែមបញ្ញរិទ្ធបញ្ជាក់ថាគណៈបកសង្គ្រោះជាតិនឹងចូលប្រជុំសភាដើម្បីបំពេញការងារធម្មតាវិញនៅពេលដែលបញ្ហាមួយចំនួនត្រូវបានដោះស្រាយនៅក្នុងកិច្ចជំនួបកំពូលរវាងគណៈបកទាំងពីរច្បាប់នេះមានតំណែងតាមទូរស័ព្ទក្រុមនឹងដាក់លិខិតជាផ្លូវការនៅពេលខាងមុខដើម្បីកំណត់ថ្ងៃជាក់លាក់នៅពេលវេលាមួយបាទនៅតែសង្ឃឹមជាជាក់ពីព្រោះគណៈបកទាំងពីរធ្លាប់អាងថាយើងនឹងអនុវត្តវប្បធម៌សន្តានារវាងខ្មែរនិងខ្មែរដើម្បីបានជោគជ័យអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាប្រកាសឲ្យដឹងពីការពន្យាពេលជួបគ្នានេះធ្វើឡើងគណៈបកប្រឆាំងធ្វើពហិការមិនចូលប្រជុំសភាដើម្បីអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ2016និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនទៀតនៅព្រឹកថ្ងៃទី30ខែវិច្ឆិកានាយកប្រតិបត្តិអង្គការ Conference លោកគុលបញ្ញាដែលធ្វើការឃ្លាំមើលការបោះឆ្នោតមានមតិថាមានបញ្ហាពីរសំខាន់ដែលតំណាងរាស្ត្រគណៈបកប្រឆាំងធ្វើពហិការមិនចូលប្រជុំសភាគណៈបកប្រឆាំងមិនដែលគាំទ្រច្បាប់ថវិកាដែលគ្មានការបើកទូលាយក្នុងការពិភាក្សាឲ្យបានព័ត៌មានឬរបាយការណ៍លម្អិតពីគម្រោងនៃរបាយការណ៍នោះទេចំណែកបញ្ហាទី2ទាក់ទងទៅនឹងរឿងសន្តិសុខការគម្រាមកំហែងការបំផិតបំភ័យជាអាតនិងមានការសម្រេចខុសជាច្រើនរបស់រដ្ឋសភាទាក់ទងទៅនឹងការដកអនុប្រធានទី1រដ្ឋសភាលោកកឹមសុខាការវាយលើអ្នកតំណាងរាស្ត្រទាំងពីររបស់គណៈបកនេះរួមទាំងការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រពីលោកសំរងស៊ីជាដើមដែលមិនទាន់មានអំណោះស្រាយដែលធ្វើឲ្យគណៈបកសង្គ្រោះជាតិអល់ឯកនឹងពិចារណាពីជំហររបស់ខ្លួនក្នុងការឆ្លើយតបនេះលោកថាបរិបទនេះត្រូវមានការជួបជជែកគ្នាជាបន្ទាន់មួយទើបមានអំណោះស្រាយរឿងនេះត្រូវការជជែកគ្នាសិនដើម្បីឲ្យមានការធានាមួយយល់គ្នាថាតើបញ្ហាកើតកន្លងមកនោះវាក្នុងស្ថានភាពសមិទ្ធខាងរដ្ឋាភិបាលខាងគណៈបកកាន់ណានេះមានចំហមិនចំពោះស្ថានភាពនៃការកន្លងមកនឹងត្រូវការបកស្រាយពយល់ដើម្បីឲ្យមានទំនុកចិត្តធ្វើការជាមួយគ្នាទាំងខ្លាចមានរឿងបន្តទៀតខាងគណៈបកសង្គ្រោះជាតិនេះក៏នៅមានទូនាទីអាចធ្វើកម្មជាតិមួយចំនួនដែលជាកម្មជាតិស្របច្បាប់ជាអ្នកតំណាងរាស្ត្រកាលពីល្ងាចថ្ងៃទី4ខែវិច្ឆិកាលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនៅមុនពេលលោកចាក់ចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសនោះលោកបានជួបពិភាក្សាសម្ងាត់ជាមួយលោកសខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាដោយភាគីទាំងពីរឯកភាពគ្នាបដិញ្ញាបន្តប្រើប្រាស់វប្បធម៌សន្តានាជាគោលក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានដោយចម្រូងចម្រាសនាពេលបច្ចុប្បន្នក៏ប៉ុន្តែការវិវត្តនយោបាយចុងក្រោយនឹងធ្វើឲ្យគណៈបកទាំងពីរកាន់តែប្រេះឆាគ្នាធ្ងន់ធ្ងរនោះនៅបន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនលោកសំរងស៊ីនិងការដកលោកកឹមសុខាចេញពីតួនាទីជាអនុប្រធានទី1រដ្ឋសភាជាដើមនាងខ្ញុំខែសុណងវັດឈូអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីយុវជនជាច្រើនត្អូញត្អែអំពីការរើសអើងផ្នែកនយោបាយក្នុងប្រទេសកម្ពុជាពួកគេថាសេរីភាពក្នុងការបញ្ចេញមតិមានភាពរួមចង្អៀតតើយុវជនតែងជួបនៅឧបសគ្គអ្វីខ្លះក្នុងការចូលរួមឆាកនយោបាយសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍អំពីរឿងនេះបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃនៅពេលបន្តិចទៀតព័
ព័ត៌មានដាច់ដラយមួយទៀតវិញគឺអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានបើកសវនកម្មរបស់ខ្លួនឡើងវិញហើយកាលពីថ្ងៃច័ន្ទម្សិលមិញសវនកម្មនេះគឺដើម្បីស្ដាប់ការសាកសួរដេញដោលរបស់សហព្រះរាជអាជ្ញាលើសាក្សីមិនបង្ហាញឈ្មោះមួយរូបពាក់ព័ន្ធនឹងអង្គហេតុធ្វើការងារដោយបង្ខំនៅការដ្ឋានទំនប់ត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យក្នុងសម័យខ្មែរក្រហមលោកលេងម៉ាលីមានសេចក្តីរាយការណ៍ព័ត៌មាននេះសាក្សីមិនបង្ហាញឈ្មោះពិតដែលអង្គជំនុំជម្រះកំណត់ឲ្យប្រើលេខកូដជំនួសថា TCW 918ឆ្លើយបញ្ជាក់នៅក្នុងសវនាការថាការធ្វើការងារនៅការដ្ឋានលើកទំនប់អាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យមិនមែនជាការងារដាក់កំណត់ដោយបង្ខំទេពេលនោះគឺថ្នាក់លើត្រឹមគណៈតំបន់ហើយនឹងតវ៉ាល់ហៅថាតហឹងហើយនឹងតវ៉ាល់នោះគឺគាត់ឲ្យមានដាក់ផែនការបញ្ចប់នៅខែណាឆ្នាំណាគឺអត់មានទេព្រោះការដ្ឋានអាងត្រពាំងថ្មនេះធំម្ល៉េះពេលវេលាណារួចក៏រួចទៅអត់មានផែនការបញ្ចប់ថាឆ្នាំនេះឆ្នាំនោះអត់មានអាងត្រពាំងថ្មមិនមែនចាត់ទុកជាសមរភូមិក្តៅទេសមរភូមិក្តៅចាត់ទុកថាតំណប់កម្បោមួយប៉ុណ្ណោះទេដែលជាសមរភូមិក្តៅដែលសម្រាប់បានមុនផែនការសាក្សីរូបនេះដែលជាអតីតមេបញ្ជាការសមរភូមិក្នុងអង្គភាពកងចល័តតំបន់នៅអាងត្រពាំងថ្មជម្រាបអង្គជំនុំជម្រះប្លែកពីសាក្សីមុនដោយថាការវាស់ដីជាម៉ែត្រគីបឲ្យពលករលើកទំនប់នៅពេលនោះមិនមែនជាការដាក់កំណត់របស់អង្គការថ្នាក់លើឬគណៈមជ្ឈិមទេបើទោះជាផែនការលើកអាងនោះអាចមកពីគណៈមជ្ឈិមព្រោះខ្ញុំបានទទួលការណែនាំពីតវ៉ាល់មិនដែលឮគាត់និយាយមានផែនការសម្រាប់ចិត្តចោះស្អីពីមជ្ឈិមបកគឺខ្ញុំមិនដែលបានជួបទេទើបមកឮនេះឯងខ្ញុំគ្រាន់ថាការងារទាំងអស់មិនអាចសម្រេចត្រឹមតែតវ៉ាល់ទេបើមិនមានពីថ្នាក់លើខ្ញុំគ្រាន់តែនិយាយចេះបើមានថ្នាក់លើអ្នកខាងក្រមមិនអាចធ្វើបានទេតែអយផែនការពីមជ្ឈិមគឺខ្ញុំមិនដែលបានឮមិនដែលបានទទួលរីឯការកំណត់ឲ្យពលករលើកដីនិងបាក់កម្លាំងនោះលោកបន្ទោសទៅលើមេកងថ្នាក់ក្រោមព្រោះតែចង់យកល្អជាមួយអង្គការដើម្បីរក្សាតួនាទីនិងអំណាចរបស់ខ្លួនជាមេកងសាក្សីរូបនេះក៏ជម្រាបអង្គជំនុំជម្រះដែរថាម្ហូបអាហាររបស់កងចល័តតំបន់មានគ្រប់គ្រាន់គឺរបបមួយថ្ងៃ3កំប៉ុងអង្ករនិងមិនមានការចាប់ចងឬកាប់សម្លាប់ទេថ្មីបើមាននិស្សិតបញ្ញវន្តខ្លះត្រូវបាត់ខ្លួនផ្ទុយពីសាក្សីនេះសាក្សីមុនជាច្រើនអ្នកថ្លែងថាការធ្វើការងារនៅការដ្ឋានធ្វើទំនប់អាងត្រពាំងថ្មដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យមានស្ថានភាពលំបាកខ្លាំងនិងអាហារមិនគ្រប់គ្រាន់សាក្សីឲ្យដឹងទៀតថាមានមនុស្សចន្លោះពី 15,000 ទៅ 20,000 នាក់ត្រូវបានអង្គការខ្មែរក្រហមកេណ្ឌទៅធ្វើទំនប់អាងនេះចន្លោះឆ្នាំ 1977 និងឆ្នាំ 1978 អ្នកធ្វើការនៅទីនោះជាច្រើនអ្នកត្រូវបានចាប់ខ្លួននិងសម្លាប់ចោលទំនប់អាងត្រពាំងថ្មមានបណ្ដោយ10គីឡូម៉ែត្រនិងទទឹង7គីឡូម៉ែត្រកសាងឡើងដើម្បីសម្រេចផែនការផលិតស្រូវរបស់បកកុម្មុយនីសកម្ពុជាទាក់ទងនឹងការមិនបញ្ចេញឈ្មោះសាក្សីវិញត្រូវបានប្រធានអង្គជំនុំជម្រះសាលាដំបងលោកចៅក្រមណិល ណុនប្រកាសថាជាការតម្រូវរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិដោយសារតែសាក្សីរូបនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងផ្សេងសហជីវកម្មស៊ើបអង្កេតអន្តរជាតិបានស្នើឲ្យអង្គជំរះតម្រូវឲ្យប្រើប្រាស់រហស្សនាមសម្រាប់សាក្សីឬដើមម្ដងរដ្ឋប្រវិនីនៃសំណុំរឿង 003-004 ដែលផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿង 002/02 សំណើនេះគ្រាន់តែជាវិធានការការពារបន្តិចបន្តួចប៉ុណ្ណោះហើយអនុញ្ញាតឲ្យអង្គជំរះបន្តសកម្មភាពជាសាធារណៈហើយមិនបានដាក់កំហិតដោយមិនត្រឹមត្រូវនៅការសួរសំណួរសាក្សីឡើយដូច្នេះអង្គជំរះបង្គាប់ឲ្យប្រើប្រាស់រហស្សនាមលោកចៅក្រមណិល ណុនបញ្ជាក់បន្ថែមថាការការពារមានកម្រិតត្រឹមនេះគឺជាការថ្លឹងថ្លែងមួយដើម្បីធានាកុំឲ្យអង្គជំនុំជម្រះធ្វើសវនាការជាអសាធារណៈសក្ខីកម្មរបស់សាក្សី TCW 918នៅមិនទាន់ចប់ទេហើយសាក្សីនឹងត្រូវមកផ្ដល់សក្ខីកម្មបន្តទៀតនៅថ្ងៃអង្គារទី1ខែធ្នូខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញបាទពីខេត្តសៀមរាបឯណោះវិញមន្ត្រីអាជ្ញាធរអប្សរាបានជូនដំណឹងព្រមទាំងបង្ហាញកាតថ្មីមួយប្រភេទជំនួសឲ្យលិខិតអនុញ្ញាតសម្រាប់ផ្ដល់ជូនក្រុមអ្នកសារព័ត៌មានទាំងឡាយណាដែលចង់ចូលទៅថតយករូបភាពប្រាសាទបុរាណនានានៅក្នុងតំបន់នៃឧទ្យានអង្គរក្នុងរយៈពេលខ្លី
ការផ្ដល់ជូនបានអនុញ្ញាតឲ្យអ្នកកាសែតក្នុងការចូលទៅថតយករូបភាពអង្គរនេះគឺស្របពេលដែលអាជ្ញាធរអប្សរាពង្រឹងការអនុវត្តអនុក្រឹត្យមួយដែលហាមឃាត់មិនឲ្យភ្ញៀវទេសចរឬក្រុមហ៊ុនឯកជនយកម៉ាស៊ីនថតរូបឬម៉ាស៊ីនវីដេអូធំៗទៅថតរូបប្រាសាទបុរាណដើម្បីធ្វើពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតជាមុនឡើយលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះមន្ត្រីអាជ្ញាធរអប្សរាជូនដំណឹងថាចាប់ពីពេលនេះតទៅទាំងក្រុមអ្នកកាសែតដែលប្រចាំការនៅក្នុងខេត្តសៀមរាបនិងក្រុមអ្នកកាសែតមកពីតំបន់ផ្សេងទៀតគឺមិនអនុញ្ញាតឲ្យកាន់ម៉ាស៊ីនថតរូបនិងម៉ាស៊ីនវីដេអូធុនធំទៅថតរូបប្រាសាទបុរាណនៅក្នុងតំបន់ឧទ្យានអង្គរដោយគ្មានការអនុញ្ញាតជាមុនឡើយមន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរាគឺលោកឡុងកុសលលោកបានលើកបង្ហាញកាតមួយប្រភេទក្នុងពេលជួបប្រជុំក្រៅផ្លូវការជាមួយក្រុមអ្នកកាសែតកាលពីព្រឹកថ្ងៃច័ន្ទទី30ខែវិច្ឆិកាថាចាប់ពីពេលនេះតទៅរាល់អ្នកកាសែតនិងក្រុមហ៊ុនណាដែលចង់កាន់ម៉ាស៊ីនថតរូបនិងម៉ាស៊ីនវីដេអូធុនធំទៅថតរូបប្រាសាទបុរាណក្នុងឧទ្យានអង្គរគឺត្រូវសុំការអនុញ្ញាតពីអាជ្ញាធរអប្សរាជាមុនលោកឡុងកុសលបញ្ជាក់ថាអាជ្ញាធរអប្សរាបានធ្វើការទំហំតូចមួយជំនួសឲ្យលិខិតអនុញ្ញាតដើម្បីជូនទៅដល់អ្នកកាសែតណាដែលចង់ថតរូបអង្គរយកទៅផ្សាយព័ត៌មានជៀសវាងកុំឲ្យមានអ្នកបន្លំមកថតរូបយកទៅឃោសនាពាណិជ្ជកម្មផ្សេងមិនថារឿងនឹងរឿងមិនទុកចិត្តនេះរឿងអីទេបញ្ហាវានៅត្រង់ថារូបភាពនឹងកន្លងមកត្រូវបានប្រើប្រាស់ជាទូលំទូលាយរួចមកហើយអញ្ចឹងសម្រាប់បងប្អូនយើងក្នុងការត្រូវការប្រើប្រាស់រូបឬក៏ត្រូវការចូលយកព័ត៌មាននៅទីនោះបានមិនប្រាប់យើងចូលមកយើងខ្ញុំផ្ដល់អានេះបានភ្លាមតែថាចូលស្អែកបងត្រូវយកបានថ្ងៃហ្នឹងប៉ុន្តែបើសិនថាបងលំបាកទៅយកនៅកន្លែងខ្ញុំអាចគ្នាខ្ញុំយកមកជូនបងនៅតាមទៀតពេលថាបងស្អែកបងចូលពេលល្ងាចដឹងអានេះជូនមកដល់បងបានអាជ្ញាធរអប្សរាដែលធ្វើការសម្រាប់អនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលទៅថតរូបប្រាសាទបុរាណនោះគឺដើម្បីបង្កការងាយស្រួលមួយកម្រិតទៀតពីព្រោះថាកាលពីពេលកន្លងទៅរាល់អ្នកកាសែតណាដែលមានម៉ាស៊ីនថតរូបនិងកាមេរ៉ាវីដេអូធំចង់ចូលទៅថតរូបប្រាសាទបុរាណក្នុងឧទ្យានអង្គរគឺត្រូវទៅសុំលិខិតអនុញ្ញាតពីអាជ្ញាធរអប្សរាហើយត្រូវរងចាំមួយរយៈពេលទៀតវិធានការរបស់អាជ្ញាធរអប្សរានេះធ្វើឡើងដើម្បីរឹតបន្តឹងការអនុវត្តអនុក្រឹត្យមួយរបស់រដ្ឋាភិបាលឡើងវិញបន្ទាប់ពីអនុក្រឹត្យស្តីពីហាមឃាត់មិនឲ្យថតរូបអង្គរយកទៅធ្វើស្ប៉ុតផ្សាយពាណិជ្ជកម្មរកកម្រៃផ្ទាល់ខ្លួនបានចេញឲ្យអនុវត្តជាច្រើនឆ្នាំមកហើយនោះប្រធានមន្ត្រីទេសចរខេត្តសៀមរាបលោកងៅសេងកាក់គាំទ្រចំពោះអនុក្រឹត្យដែលហាមឃាត់មិនឲ្យអ្នកកាន់ម៉ាស៊ីនថតរូបនិងម៉ាស៊ីនថតវីដេអូធុនធំទៅថតរូបភាពអង្គរដោយគ្មានការអនុញ្ញាតជាមុននេះលោកងៅសេងកាក់មានប្រសាសន៍ថាប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌដែលកំពុងទាក់ទាញភ្ញៀវទេសចរបរទេសរាប់លានអ្នកក្នុងមួយឆ្នាំមិនអាចឲ្យគេមកថតយករូបទៅធ្វើពាណិជ្ជកម្មដើម្បីផលចំណេញឯកជនដោយងាយឡើយហ្នឹងវាត្រូវច្បាប់គេចែកចឹងមកហើយគឺគេឲ្យបុគ្គលទៅអប្សរាគ្រប់គ្រងការងារហ្នឹងតែចឹងទៅក៏ខ្លាយអ្នកយើងថតហ្នឹងវាថតទៅយករូបទៅផ្សាយពាណិជ្ជកម្មដើម្បីការងាររកស៊ីអីណាមន្ត្រីអាជ្ញាធរអប្សរាបញ្ជាក់ថាគេអាចសម្របសម្រួលឲ្យតែអ្នកកាសែតគត់ដែលអាចថតរូបប្រាសាទបុរាណនានាយកទៅប្រើប្រាស់ផ្សព្វផ្សាយក្រៅពីនោះបើក្រុមហ៊ុនណាថតរូបអង្គរយកទៅធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួនគឺត្រូវតែបង់លុយមុននឹងអនុញ្ញាតឲ្យថតយករូបភាពនានាទោះយ៉ាងណាសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានម៉ាស៊ីនថតរូបនិងវីដេអូបែបទេសចរធម្មតាមិនត្រូវបានហាមឃាត់ទេគឺអាចថតរូបដោយសេរីខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សូមលោកអ្នកនាងរងចាំស្ដាប់កម្មវិធីផ្សាយរបស់យើងជាបន្តទៅទៀតនៅពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានបទសម្ភាសន៍អំពីឧបសគ្គចំពោះការចូលរួមរបស់យុវជនក្នុងឆាកនយោបាយនៅកម្ពុជាហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីបទសម្ភាសន៍
លោកនាងជាទីមេត្រីគណៈបកនយោបាយនីមួយមានវិធីសាស្ត្ររៀងៗខ្លួនក្នុងការតាក់ទាញយុវជនឲ្យចូលរួមគាំទ្របករបស់ខ្លួនគណៈបកខ្លះដែលសម្បូរធនធានដូចជាគណៈបកប្រជាជនកម្ពុជាជាដើមជាញឹកញយតែងរៀបចំកម្មវិធីតាក់ទាញយុវជនតាមការផ្ដល់នៅប្រយោជន៍ភ្លាមតែម្ដងដូចជាមិនត្រឹមតែមិនឲ្យបង់ប្រាក់ក្នុងការចូលរួមក្នុងកម្មវិធីទេថែមទាំងផ្ដល់ប្រាក់ឧបត្ថម្ភជារង្វាន់ទៀតផងគណៈបកដែលមិនសូវសម្បូរធនធានវិញដូចជាគណៈបកសង្គ្រោះជាតិជាដើមតាក់ទាញយុវជនដោយពន្យល់អំពីផលប្រយោជន៍វែងឆ្ងាយទៅអនាគតទៅវិញជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោកជុនច័ន្ទបុត្រជាមួយអ្នកចូលប្រឡូកនឹងកិច្ចការយុវជនរបស់គណៈបកសង្គ្រោះជាតិគឺលោកអៀចាណានិងលោកសុភ័ណ្ឌឡារីដូចតទៅបាទសូមស្វាគមន៍ឡារីហើយសូមស្វាគមន៍លោកច័ន្ទណាបាទពេលនេះណាបានជួបគ្នាម្ដងទៀតឡារីហើយនិងលោកច័ន្ទណាលោកទាំងពីរអ្នកនឹងធ្វើការងារខាងផ្នែកយុវជនមិនចឹងនៅក្នុងគណៈបកសង្គ្រោះជាតិហើយអញ្ជើញមកសហរដ្ឋអាមេរិកនេះប្រហែលថ្ងៃហើយឡារីមកដល់ពេលនេះយើងជិត1ខែហើយបាទចុះច័ន្ទណាវិញបាទពួកខ្ញុំមកទៅសហរដ្ឋអាមេរិកដំណើរគ្នាដូច្នេះជិត1ខែហើយបាទច័ន្ទណាជាជំនួយការប្រធានគណៈបកសង្គ្រោះជាតិទទួលបន្ទុកផ្នែកយុវជនអញ្ចឹងណាហើយការដែលមកសហរដ្ឋអាមេរិកនេះមកអញ្ជើញមកដើម្បីអីដែរបាទខ្ញុំមកសហរដ្ឋអាមេរិកនេះគឺក្នុងបេសកកម្មមួយដើម្បីជួបសួរសុខទុក្ខសំណេះសំណាលនិងរៀនសូត្រផងដែរពីសំណាក់យុវជនខ្មែរយើងទាំងនៅក្នុងជាសកម្មជនជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក៏ដូចជាយុវជនជាទូទៅដែលស្រឡាញ់អំពីបុព្វហេតុនៅក្នុងសង្គមប្រទេសជាតិរបស់យើងបាទឡារីខ្ញុំចាំថានេះជាលើកទី2ហើយដែលឡារីមកសហរដ្ឋអាមេរិកមិនចឹងណាបាទមកទី1ក្នុងនាមជាអ្នកសម្ដែងមិនចឹងណាមកលើកនេះជាអ្នកសម្ដែងផងជាអ្នកស្វែងយល់ពីការងារយុវជនផងឬមួយយ៉ាងម៉េចមកលើកនេះការងារដំបូងនេះគឺយើងមកស្វែងយល់ពីយុវជននៅសហរដ្ឋអាមេរិកនេះដែលចេញពីគណៈបកសង្គ្រោះជាតិក៏ដូចជាយុវជនទូទៅជាមួយនឹងយុវជននៅប្រទេសកម្ពុជាហើយឆ្លៀតឱកាសក្រោយពីចប់កិច្ចការយុវជននេះយើងមានសម្ដែងជូនបងប្អូនដែលគាត់គ្រប់គ្រងទៀតនៅតែសម្ដែងដែរក៏ប៉ុន្តែឡារីយ៉ាងណាក៏ដោយចូលឈានជើងចូលក្នុងវិស័យនយោបាយមិនចឹងណាបាទតាមពិតសិល្បករនៅស្រុកនេះអ្នកខ្លះឡើងធ្វើជាប្រធានាធិបតីផងនោះអញ្ចឹងណាឡារីសង្ឃឹមនឹងចូលឈ្មោះជាតំណាងរាស្ត្រទេអាស្រ័យទៅលើគណៈបកហើយនឹងប្រជាពលរដ្ឋដែលគាត់គ្រប់គ្រងដែរបងបាទពីខាងគណៈបកទៅវិញតើការបោះឆ្នោតសម្រាប់ឆ្នាំ2017 ខាងមុខនេះនឹងមានជំរុញឲ្យមានយុវជនដូចឡារីចឹងចូលឈ្មោះជាតំណាងរាស្ត្រឬមួយក៏ជាប្រធានក្រុមប្រឹក្សាគុំសង្កាត់ឯច្រើនដែរទេយើងឃើញនៅក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃគណៈបកសង្គ្រោះជាតិបានលើកដំកើងខ្លាំងណាស់ចំពោះយុវជនជាក់ស្ដែងដូចជារូបខ្ញុំអៀចាណាក៏ដូចជាលោកសុភ័ណ្ឌឡារីក៏ដោយយើងអត់មានសាច់សាលោហិតយើងជាមន្ត្រីជាអ្នកធ្វើរាជការឬក៏ជាអ្នកធ្វើធំដុំអីនៅក្នុងគណៈបកឬក៏នៅក្នុងរដ្ឋាភិបាលអីទេប៉ុន្តែគណៈបកសង្គ្រោះជាតិបានលើកទឹកចិត្តយើងខ្ញុំទាំងអស់គ្នាឲ្យចូលរួមក្នុងកិច្ចការងារសង្គមកិច្ចការងារនយោបាយប្រឹងបញ្ចេញនៅសមត្ថភាពដែលខ្លួនមាននឹងជួយកិច្ចការងារនយោបាយក៏ដូចជាសង្គមដូច្នេះគណៈបកសង្គ្រោះជាតិបានផ្ដល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នាជាយុវជននឹងបានចូលរួមចំណែកហើយថ្ងៃក្រោយទៅយើងអាចមានឱកាសក្នុងការឈរឈ្មោះតាមលំដាប់លំដោយទៅតាមទូនាទីរបស់យើងចំពោះនៅក្នុងបណ្ដាឃុំសង្កាត់នានានៅក្នុងប្រទេសកម្ពុជាយើងឃើញថាឥឡូវនេះឃុំសង្កាត់ចំនួន40គឺត្រូវបានគ្រប់គ្រងដោយគណៈបកសង្គ្រោះជាតិមានន័យថាគណៈបកសិទ្ធិមនុស្សនិងគណៈបកសំរងស៊ីរួមគ្នាទៅយើងបាន40ឃុំហើយក្រៅពីនោះគឺយើងយុវជនភាគច្រើនគឺជាជំទប់ទី1ជំទប់ទី2នៅតាមឃុំសង្កាត់នានានៅក្នុងប្រទេសកម្ពុជាហើយយើងឃើញថាពួកគេមានការបដិញ្ញាចិត្តខ្លាំងហើយនឹងធ្វើសកម្មភាពរស់រវើកជួយទៅដល់ប្រជាពលរដ្ឋនៅតាមឃុំរៀងៗខ្លួននោះអញ្ចឹងហើយយើងគិតថាថ្ងៃក្រោយទៅយុវជនរបស់គណៈបកសង្គ្រោះជាតិដ៏ក្លាហានដ៏មុតមមដ៏ច្បាស់លាស់នេះគឺថានឹងឡើងខ្លាយទៅជាចវាយឃុំខ្លាយទៅជាចវាយដូចថាសង្កាត់ចៅសង្កាត់អីនេះនៅទូទាំងប្រទេសភាគច្រើនបាទពួកចុះបេក្ខជនតំណាងរាស្ត្រសម្រាប់ឆ្នាំ2018វិញតើត្រៀមឲ្យយុវជនដូចឡារីនឹងប្រមាណភាគរយដែរបាទខ្ញុំមិនអាចតនិយាយភាគរយបានដល់ឡើយទេប៉ុន្តែយើងឃើញឆ្លុះបញ្ចាំងការបោះឆ្នោតកន្លងមកនេះគឺគណៈបកសង្គ្រោះជាតិបានផ្ដល់ឱកាសច្រើនទៅដល់យុវជនហើយយើងឃើញថាសប្តាហ៍ថ្ងៃនេះតំណាងរាស្ត្រនៅក្នុងគណៈបកសង្គ្រោះជាតិគឺភាគច្រើនវ័យក្មេងភាគតិចទេវ័យដែលមានចំណាស់ចាប់ពី50 60អីឡើងទៅអាយុកាលរបស់គាត់អញ្ចឹងភាគច្រើនគឺវ័យក្មេងជាយុវជននៅក្នុងចំណោម40ឬក៏អីហ្នឹងឃើញថានេះហើយគឺជាការផ្ដល់ឱកាសឲ្យយុវជនក្នុងការចូលរួមឈរឈ្មោះធ្វើ
ធ្វើជាតំណាងរបស់ប្រជាពលរដ្ឋអញ្ចឹងការបោះឆ្នោតនាពេលខាងមុខនេះខ្ញុំឃើញគណៈបកសង្គ្រោះជាតិប្រឹងប្រែងបណ្ដុះបណ្ដាលលើកទឹកចិត្តឲ្យយុវជនចូលរួមនៅតាមក្រុមការងារដូចជាពួកខ្ញុំជាដើមអញ្ចឹងយើងបានខ្លាយទៅជាក្រុមការងារនៅខេត្តកំពង់ចាមដូច្នេះយើងឃើញថានៅតាមបណ្ដាខេត្តនានាដទៃទៀតក៏ដូចគ្នាដែររយៈពេលកន្លងមកគឺគណៈបកសង្គ្រោះជាតិបានផ្ដល់ឱកាសឲ្យចូលឈ្មោះលំដាប់ខ្ពស់ហើយក្នុងឆ្នាំ2018នេះក៏មានយុវជនជាច្រើនដែលបានត្រៀមលក្ខណៈរួចហើយបានចូលជាក្រុមការងារនៅតាមបណ្ដាខេត្តទាំងអស់ហ្នឹងហើយនឹងត្រូវចូលឈ្មោះជាបេក្ខជនតំណាងរាស្ត្រតទៅមុខទៀតផងដែរបាទឡារីពីខាងផ្នែកឡារីទៅវិញឡារីជាអតីតតារាសម្ដែងបាទតើសកម្មភាពរបស់ឡារីនៅក្នុងការចលនាយុវជនរបស់គណៈបកសង្គ្រោះជាតិនឹងមានបានជួយចលនាអូសទាញដើម្បីឲ្យតារាឬមួយសិល្បករដទៃទៀតបានមកចូលរួមជាមួយនឹងគណៈបកសង្គ្រោះជាតិដែរទេឥឡូវនេះសម្រាប់យុវជនយើងកំពុងតែតាក់ទាញទៅដល់ពួកគាត់ដើម្បីឲ្យគាត់ចូលរួមគិតគូរពីរឿងនយោបាយគិតគូរពីរឿងប្រទេសជាតិក៏ប៉ុន្តែដូចយើងដឹងស្រាប់ហើយអ្នកសិល្បៈពេលខ្លះពេលគាត់ឃើញចំហយើងចេញមកមួយត្រូវគេរើសអើងអញ្ចឹងអាការខ្លាចរបស់គាត់នៅមានអញ្ចឹងគ្រាន់តែយើងនិយាយពីរឿងនយោបាយយើងនិយាយពីរឿងពាក់ព័ន្ធនឹងទឹកដីបន្តិចពេលខ្លះគាត់អត់ចង់ស្ដាប់យើងនិយាយទេក៏ប៉ុន្តែនៅតែមានមិត្តភ័ក្តិខ្ញុំជាច្រើនដែលគាត់ជឿចាប់គាត់គិតគូរហើយគាត់មិនអាចនិយាយពាក់ព័ន្ធជាមួយនឹងនយោបាយប៉ុន្តែគាត់បំលែងរឿងហ្នឹងទៅធ្វើជាមនុស្សធម៌ទៅវិញបាទអញ្ចឹងវាចូលក្នុងន័យតែមួយនឹងដែរអញ្ចឹងមានដួងចិត្តដែរភាគច្រើនមានដួងចិត្តភាគច្រើនបាទឡារីពេលដែលចាប់ផ្ដើមបញ្ជ្រាបខ្លួនពីគណៈពីតារាសម្ដែងមកអ្នកនយោបាយទៅវិញចូលប្រឡូកក្នុងនយោបាយទៅវិញហ្នឹងមានការលំបាកឬមួយក៏មានទស្សនៈបែបណាដែរពិបាកនោះគឺពិបាកដោយសារតែយើងគ្មានប្រាក់ចំណូលបាទហើយមួយទៀតអញ្ចឹងធ្វើរាល់ថ្ងៃហ្នឹងមិនមានប្រាក់ចំណូលអីទេអត់ទេលែងបានសម្ដែងហើយអត់បានប្រាក់ចំណូលពីសម្ដែងហើយធ្វើរាល់ថ្ងៃអត់ប្រាក់ចំណូលទៀតបាទអត់មានទេបានអីចាំប្រពន្ធស្វ័យតាមពិតទៅអ្វីដែលយើងធ្វើគឺរបៀបជាមនុស្សធម៌បាទមនុស្សធម៌យើងធ្វើកិច្ចការសង្គមជាច្រើនជួយដល់បងប្អូនក្រីក្រដូចជាធ្វើដងទឹកធ្វើផ្ទះធ្វើសាលារៀនឲ្យក្មេងៗកាព្រាចឹងទៅបងប្អូនគាត់ពីអ្នកខាងក្រៅអ្នកជួយគាត់ឲ្យយើងទិញទួយចឹងទៅបាទអញ្ចឹងធ្វើការនេះសឹងមនុស្សធម៌សឹងតែទាំងស្រុងមិនអញ្ចឹងណាខ្ញុំអាសាឃើញដែរឃើញទៅធ្វើដងទឹកឃើញយកអំណោយទៅនេះទៅនោះអញ្ចឹងទៅហើយពេលមកហ្នឹងមានបន្តធ្វើអញ្ចឹងទៀតដែរទេមានយកសាច់រឿងពីស្រុកខ្មែរមកដើម្បីបង្ហាញដល់ពួកយុវជននៅនេះអ្នកនៅនេះហើយដើម្បីឲ្យគាត់ជួយឧបត្ថម្ភទេយកច្រើនណាស់ដែលលទ្ធផលដែលយើងធ្វើបានមកជម្រាបដល់ម្ចាស់ជំនួយហើយយើងអំពាវនាវបន្តទៀតដូចជារឿងបងប្អូនប្រជាពលរដ្ឋដែលគាត់រកស៊ីវាយថ្មនេះខាងអាស៊ីសេរីបានផ្សាយនេះគឺគាត់នៅខាងទឹកសាសដែលជំនួយធំហ្នឹងគាត់កំពុងឲ្យខ្ញុំទៅវិញត្រឡប់ទៅវិញទៅដល់ភូមិនោះស្រុកនោះធ្វើវីដេអូមកគេនឹងផ្ញើថវិកាឲ្យយើងទៅទិញស្បៀងអាហារជូនទៅគាត់បាទគឺច្រើនធ្វើយ៉ាងម៉េចឡារីកន្លងមកដើម្បីឲ្យអ្នកផ្ដល់ជំនួយទុកចិត្តឡារីនឹងថាគេឲ្យផ្ដល់ជំនួយនឹងទៀតហើយដែលទុកចិត្តក្នុងខ្លួនថាឡារីអត់យករបស់គេពាក់កណ្ដាលវាជាការពិតប្រហែលថ្ងៃមុនម្ចាស់ជំនួយបាននិយាយផ្ទាល់តែម្ដងថាពីមុនគេសាកចិត្តដែរតែខ្ញុំអត់ដឹងថាគេសាកចិត្តថាសាកមើលគេឲ្យលុយចំនួន$3,500កាលមកឆ្នាំមុនណាទៅធ្វើដងឲ្យគេថាធ្វើបានប្រហែលអញ្ចឹងខ្ញុំធ្វើដងនេះរហូតបានដល់11ដងអញ្ចឹងបានន័យថាចូលលុយបងប្អូនអ្នកខាងក្រៅប្រទេសអូស្ត្រាលីផ្សេងទៀតអញ្ចឹងគាត់ឃើញរូបភាពពិតហ្នឹងឲ្យគាត់ពិតគាត់បោកសរុបអីគាត់ទូទាត់អីទៅតម្លៃដងមួយប្រមាណយ៉ាងទៅធ្វើរបាយការណ៍គេវិញបាទធ្វើរបាយការណ៍គេវិញទៅថាអូខេល្អហើយគេអត់អស់ចិត្តទេគេនៅសាកមួយទៀតចង់ដឹងថាឥឡូវក្រៅពីដងហើយឲ្យឡារីធ្វើផ្ទះឲ្យប្រជាពលរដ្ឋនឹងទៀតបាទមានបងប្អូនខ្លះគាត់ខលទៅសួរអ្នកភូមិមេភូមិនឹងថាឡារីបានធ្វើផ្ទះនេះអស់ប្រហែលអញ្ចឹងទៅបានមេភូមិគាត់រៀបរាប់អីឲ្យរបាយការណ៍ឲ្យទៅអ្នកនេះទៅបានគេទុកចិត្តយើងរហូតគេធ្វើឲ្យយើងគេលែងគិតថាអ្នកសាងតិចជួយទៅដល់ឡារីលួចឬក៏ស៊ីពាក់កដាលអីចឹងទៅកុំឲ្យជួយទៅខ្លាចអញ្ចឹងចិត្តតែមានណាបងប៉ុន្តែគេអត់គេបានប្រាប់គ្នាជម្រាបដល់បងប្អូនថាទុកចិត្តហើយបាទក៏ប៉ុន្តែនៅតែមានរឿងមួយត្រង់បញ្ហាពីយុវជនរបស់គណបកប្រជាជនហើយអ្នកគ្រប់គ្រងរបស់គណបកប្រជាជនវាយប្រហារមកយើងថាយើងបានលួចលុយបោកប្រាស់លុយបោះចាស់ជំនួយហ្នឹងទៅចាយបានន័យថាគេឲ្យទៅជួយដល់ក្មេងកំព្រាម្នាក់ដែលគាត់របួសហ្នឹងយើងរកអត់ឃើញយើងជម្រាបទៅដល់ម្ចាស់ជំនួយវិញគេថាអត់អីទេយើងយកទៅធ្វើផ្សេងក៏បានចុះក៏សុំចូលរួមជាមួយធ្វើកិច្ចការសាលារៀនប៉ុន្តែយើងបាន
ធ្វើជាមួយគ្នាល្អមែនតើប៉ុន្តែគេនោះគេអត់គិតចឹងគេវាយប្រហារយើងគឺថាយើងយកថវិការបស់ម្ចាស់ជំនួយហ្នឹងទៅចាយបាទនិយាយដល់គណៈបកប្រជាជនអញ្ចឹងការពិតនឹងខាងគណៈបកប្រជាជនក៏មានការរៀបចំឲ្យអូសទាញលើកស្ទួយចលនាយុវជននឹងសម្បើមណាស់រហូតដល់គោលនាយករដ្ឋមន្ត្រីទាំង2ទាំង3នាក់នឹងសិតតែជាប្រធានចលនាយុវជនអីផងហើយគេក៏បានបោះលុយច្រើនណាស់ដើម្បីមកពង្រឹងដើម្បីមកអូសទាញឲ្យមានយុវជនគ្រប់គ្រងរហូតដល់មកដល់សហរដ្ឋអាមេរិកនឹងជាដើមផងយើងដឹងហើយពេលនេះកូនលោកនាយករដ្ឋមន្ត្រីកំពុងតែធ្វើទស្សនកិច្ចនៅឯទ្វីបអឺរ៉ុបមួយចំនួនដើម្បីនឹងរៀបចំកម្មវិធីអូសទាញយុវជនអូសទាញអ្នកគ្រប់គ្រងអីហ្នឹងហើយជាទូទៅចូលហើយបានលុយទៀតអ្នកដែលចូលរួមមិនអញ្ចឹងហើយចុះពីខាងគណៈបកសង្គ្រោះជាតិវិញនៅពេលដែលអត់មានលុយបែបហ្នឹងដើរទៅរកលុយពីអ្នកដទៃបែបហ្នឹងតើយើងមានកម្មវិធីបែបណាដើម្បីអូសទាញយុវជនបានក្រៅពីការប្រើប្រាស់ទឹកលុយលោកច័ន្ទណាបាទខ្ញុំយល់ស្របឃើញគណៈបកប្រជាជនកម្ពុជាជាពិសេសលោកហ៊ុនម៉ាណែតតែម្ដងគឺបានធ្វើដំណើរទៅគ្រប់ទិសទីទៅប្រទេសអូស្ត្រាលីញូហ្សេឡង់អឺរ៉ុបហើយនិងសហរដ្ឋអាមេរិកនេះផងដែរហើយខ្ញុំក៏បានធ្វើកិច្ចការងារនឹងជាច្រើនគឺខ្ញុំបានធ្វើដំណើរទៅប្រទេសទាំងអស់នោះផងដែរទៅកូរ៉េអីជាដើមដើម្បីធ្វើយ៉ាងម៉េចបញ្យល់ឲ្យបងប្អូនយើងយល់ធ្វើការជាមួយយុវជនយើងឃើញថាគណៈបកប្រជាជនកម្ពុជាតាមពិតទៅប្រើប្រាស់លុយច្រើនណាស់ប្រើប្រាស់លុយច្រើនណាស់ហើយសូមជម្រាបជូនទៅដល់ជនរួមជាតិផងដែរថាលុយទាំងអស់ហ្នឹងគឺបានមកពីណាគឺបានមកពីការដែលគេប្រព្រឹត្តអំពើពុករលួយហើយនឹងនិយាយចំទៅគឺថាបំផ្លាញទ្រព្យសម្បត្តិជាតិច្រើនណាស់ដើម្បីបានលុយទាំងអស់ហ្នឹងមកយកមកប្រើប្រាស់ហើយភាសាខ្មែរគេហៅថាប៉ាវតែម្ដងចូលទៅគឺមិនចាំបាច់បងប្រាក់អីទេគឺថាហូបចុកអីទាំងអស់នៅក្នុងសន្តាភោជនីយដ្ឋាននៃសង្គមជាតិវិញចូលដល់សិតបងលុយគឺទោះបីតែខ្ញុំអ្នកកសែតចូលហ្នឹងគេឲ្យបងលុយដែរគឺត្រូវគឺថាទទួលបាននៅខោអាវអីជាដើមណាហើយមិនចាំបាច់បងប្រាក់អីទេទៅហូបទៅទេហើយថែមទាំងទទួលបាននៅប្រាក់ជំនួយត្រឡប់មកវិញសម្រាប់ដូចជានិស្សិតអីជាដើមហ្នឹងហើយគឺជាការព្យាយាមតាក់ទាញការគ្រប់គ្រងប៉ុន្តែមែនតើទៅខ្ញុំបានដឹងច្បាស់ការចូលរួមពីសំណាក់អ្នកចូលរួមទាំងអស់ហ្នឹងគឺមិនមែនចេញពីសុទ្ធចិត្តទេសម្រាប់និស្សិតនៅតាមបណ្ដាប្រទេសនានាដែលគាត់ទទួលអាហារូបករណ៍ពីស្រុកខ្មែរមករៀននៅបណ្ដាប្រទេសអស់នោះគឺជាការបង្ខំភាគច្រើនខ្ញុំមិនមែននិយាយទាំងអស់ទេមានខ្លះគេស្ម័គ្រចិត្តអញ្ចឹងដែរគេគ្រប់គ្រងអញ្ចឹងដែរប៉ុន្តែភាគច្រើនគឺទទួលការបង្ខំពីពួកខ្ញុំបានជួបនៅតាមកន្លែងនីមួយៗនោះខ្ញុំសួរដោយផ្ទាល់ខ្ញុំមិនបញ្ចេញឈ្មោះទេហើយខ្ញុំក៏មិនចាំបាច់និយាយថានៅប្រទេសណាដែរប៉ុន្តែខ្ញុំបានសិក្សាខ្ញុំបានជួបដោយផ្ទាល់គឺជាការបង្ខំអ្នកខ្លះថាសិស្សច្បងហៅទៅពិបាកដែរបងខ្ញុំពិបាកកែកណាអ្នកខ្លះថាឥឡូវហ្នឹងពិបាកបកែកដែរដូចថាជាមិត្តភ័ក្តិអីចឹងហៅទៅពិបាកមើលមុខគ្នាចេះទៅចឹងទៅស្ដាប់មើលគេនិយាយពីអីអីចឹងដល់ពេលមកវិញគេប្រាប់ទាំងអស់ហើយអ្នកខ្លះចូលទៅហ្នឹងគាត់ចូលទៅហើយគាត់នៅពេលដែលគាត់ទៅដល់លឺទាំងអស់គាត់ថាគាត់ចង់សួរប៉ុន្តែគេអត់បើកឱកាសឲ្យសួរទេគេមកនោះគឺមកប្រាប់សុបសាទមកប្រាប់ថាឥឡូវសង្គមខ្មែរនឹងដល់ណាសមិទ្ធផលអីខ្លះហើយគេយករូបភាពជាទូទៅអ្វីដែលគណៈបព្វជិជនធ្វើហ្នឹងគឺយករូបភាពដើម្បីធ្វើនយោបាយចិត្តសាស្ត្របំបាក់យុវជននៅបណ្ដាប្រទេសដទៃផងនិងយុវជននៅក្នុងប្រទេសកម្ពុជាផងដូច្នេះភាគច្រើនគឺជានយោបាយចិត្តសាស្ត្រទេប៉ុន្តែមានអ្នកខ្លះគាត់ចូលទៅគាត់ធ្វើចលនានៅក្នុងហ្នឹងប្រជាប្រដ្ឋខ្លះយុវជនខ្លះគាត់ធ្វើចលនាគាត់ទៅដល់គាត់និយាយជាមួយគ្នាគាត់នៅក្នុងហ្នឹងបញ្យល់ប្រាប់ថាយើងមិនត្រូវទៅជឿជាក់ទៅលើការឃោសនារបស់គណៈបព្វជិជនទេពីព្រោះយើងឃើញជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាវាយដំប្រជាពលរដ្ឋមិនដេញចេញហើយពុករលួយអយុត្តិធម៌សង្គមច្រើនណាស់យើងរឿងអីយើងមកគ្រប់គ្រងគោលនយោបាយបែបហ្នឹងហើយយើងរស់នៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមានជីវភាពរស់នៅសមរម្យមានគេហៅថាបើកចិត្តគំនិតទូលាយចំណេះដឹងទូលំទូលាយយើងគិតពិចារណាមើលតើយើងទៅគ្រប់គ្រងរបៀបហ្នឹងអញ្ចឹងមានថាគេចូលទៅអ្នកខ្លះគាត់ចូលទៅដើម្បីស្ដាប់អ្នកខ្លះចូលទៅគឺថាបានធ្វើការតតាំងឬក៏ជជែកគ្នាក្នុងនឹងទៅវិញអញ្ចឹងមែនតើទៅគ្រាន់តែជារូបភាពទេហើយអ្វីដែលជាការផ្ទុយនោះគឺថាយើងធ្វើម៉េចយើងជាគណៈបកដែលធ្វើការងារដោយសុទ្ធចិត្តស្មោះសរចំពោះប្រជាពលរដ្ឋហើយគណៈបព្វជិជនក៏តែងតែវាយប្រហារពួកខ្ញុំថាពួកខ្ញុំនឹងដើរមកនោះគឺថាមិនមែនក្នុងបំណងអីមកដើរសុំប្រាក់ថវិកាទេខ្ញុំទទួលស្គាល់ថាយើងទទួលយកយើងលើកដៃពីរទទួលយកនៅការជួយឧបត្ថម្ភពីបងប្អូនយើងពីជនរួមជាតិរបស់យើងពី
យុវជនរបស់យើងដែលគេជួយគ្រប់គ្រងនៅការតស៊ូរបស់យើងនៅសកម្មភាពក្នុងសង្គមរបស់យើងប៉ុន្តែយើងបានបញ្ចេញនូវភាពស្មោះសររបស់យើងគឺយើងអត់បានទៅប្រព្រឹត្តអំពើពុករលួយទេយើងសុខចិត្តទទួលលើកដៃទទួលយកនៅការជួយឧបត្ថម្ភទាំងអស់នោះប្រសើរជាជាងយើងបដិសេធមិនទទួលបង្ហាញថាយើងអ្នកមានអ្នកបានប៉ុន្តែបានមានដោយសារតែទៅបំផ្លាញជាតិទៅលក់ព្រៃឈើទៅលក់រ៉ែទៅធ្វើបាបប្រជាពលរដ្ឋយកដីយកធ្លីគេអាហ្នឹងវាខុសគ្នាត្រង់កន្លែងហ្នឹងបាទវាខុសគ្នានឹងវាអញ្ចេះទៀតបើសិនជាយើងនិយាយពីយុវជននៅប្រទេសកម្ពុជាវិញខុសគ្នាត្រង់ថាបើសិនជាចូលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាយើងឃើញហើយគឺថាមានបានផលប្រយោជន៍ដោយផ្ទាល់អ្វីក៏ដោយគឺមិនបាច់បង់ថ្លៃអីជាដើមហើយមានការគាំពៀពីអាជ្ញាធរទៅទៀតចំណែកយុវជនដែលចូលខាងគណៈបកសង្គ្រោះជាតិវិញយើងឃើញថាអត់បានប្រយោជន៍ជាប្រាក់ជារង្វាន់ជាអីហើយក្រៅពីនឹងមានការគៀបសង្កត់ពីអាជ្ញាធរទៀតស្ថិតក្នុងសភាពបែបហ្នឹងតើយុទ្ធសាស្ត្ររបស់គណៈបកសង្គ្រោះជាតិធ្វើម៉េចដើម្បីលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់ចូលមកឬមួយក៏ពួកគាត់មានទឹកចិត្តខ្លួនគាត់ស្រាប់ហើយយើងធ្វើកិច្ចការងារហ្នឹងយើងត្រូវយោងទៅលើកត្តាពីរនឹងជាការពិតគឺទី1យើងត្រូវរៀបចំយុទ្ធសាស្ត្រធ្វើយ៉ាងម៉េចឲ្យគាត់មានការចូលរួមនិងទី2ពឹងអាស្រ័យទៅលើទឹកចិត្តរបស់គាត់ខ្លួនឯងផងដែរទឹកចិត្តរបស់គាត់ហ្នឹងគឺថាយើងត្រូវធ្វើយ៉ាងម៉េចឲ្យគាត់យល់អំពីបុព្វហេតុនៃការចូលរួមរបស់គាត់ចង់បានអីបុព្វហេតុនៃការចូលរួមមិនមែនដើម្បីគ្រាន់តែបាននៅទ្រព្យសម្បត្តិឬក៏លាភសក្ការៈមួយរយៈពេលខ្លីហ្នឹងទេឲ្យគាត់យល់អំពីគេហៅថាទស្សនវិស័យវែងឆ្ងាយនៅក្នុងសង្គមមិនមែនគ្រាន់តែរយៈពេលមួយខែហ្នឹងឬក៏មួយឆ្នាំហ្នឹងដែលគាត់ទទួលបានហើយត្រង់ប្រទេសជាតិមួយទាំងមូលឬក៏ប្រជាពលរដ្ឋថ្ងៃក្រោយគាត់ខ្លាយទៅជាប្រជាពលរដ្ឋនឹងគេគាត់ខ្លាយទៅជាឪពុកម្ដាយតើគាត់ខ្លួនគាត់នឹងត្រូវរងគ្រោះអីខ្លះក្នុងសង្គមអយុត្តិធម៌សង្គមការប្រព្រឹត្តអំពើពុករលួយពីអ្នកដឹកនាំហើយកូនចៅរបស់គាត់តើទទួលរងគ្រោះអីខ្លះថ្ងៃក្រោយដូច្នេះយើងត្រូវធ្វើយ៉ាងម៉េចមានយុទ្ធសាស្ត្ររៀបចំទៅចុះបណ្ដុះបណ្ដាលតាមមូលដ្ឋាននានាហ្នឹងហើយបញ្យល់ឲ្យគាត់យល់ឲ្យគាត់ស្ម័គ្រចិត្តចូលរួមសម្រាប់យុទ្ធសាស្ត្ររបស់យើងអត់នាំឲ្យយុវជននឹងទៅស្រឡាញ់តែបុគ្គលទេទៅស្រឡាញ់សុខចិត្តស្បត់ដោយគណៈបព្វជិជនកម្ពុជាយើងឃើញហើយនាំយុវជនទៅស្បត់ដើម្បីការពារបុគ្គលទៅការពារសម្ដេចនេះសម្ដេចនោះអានឹងគឺជារឿងមួយដែលនាំបំផ្លាញសង្គមមែនទែនហើយក្នុងសង្គមជាតិណាក៏ដោយតើកាលណាពង្វក់ឲ្យយុវជនឬក៏ប្រជាពលរដ្ឋស្រឡាញ់តែបុគ្គលរបៀបនេះអត់មានការរីកចម្រើនទេគឺគ្មានថាដើម្បីការពារតែបុគ្គលមួយនឹងលើកបុគ្គលនឹងធ្វើជាព្រះអញ្ចឹងសង្គមនោះអត់មានការរីកចម្រើនទេអញ្ចឹងពន្យល់ឲ្យគាត់យល់ថាតើដើម្បីឲ្យសង្គមជាតិយើងរីកចម្រើនតើត្រូវមានកត្តាអីខ្លះទី1ធំបំផុតឲ្យប្រជាពលរដ្ឋនឹងជាពិសេសយុវជននឹងយល់តួនាទីខ្លួនឯងនៅក្នុងសង្គមថាតើខ្លួនឯងមានតួនាទីអីខ្លះមានសារៈសំខាន់អីខ្លះចូលរួមដើម្បីសម្រេចទៅលើជោគវាសនារបស់ប្រទេសជាតិហើយតើកាលណាយើងរើសមេដឹកនាំល្អមានន័យថាយើងនឹងហើយជួយខ្លួនឯងឲ្យមានអនាគតល្អឲ្យមានការងារធ្វើល្អឲ្យមានសេរីភាពត្រឹមត្រូវឲ្យមានចំណេះដឹងទូលំទូលាយថែមទៀតហើយនឹងជាពិសេសជួយឲ្យកម្ពុជាទាំងមូលហ្នឹងមានមុខមាត់មានកិត្តិយសឡើងវិញយើងមើលនៅប្រទេសដទៃទៀតដូចជាសិង្ហបុរីដូចជាប្រទេសដទៃទៀតច្រើនណានៅហ្វីលីពីននេះជាដើមយុវជនរបស់គេចូលក្នុងកិច្ចការងារសង្គមខ្លាំងក្លាហើយចុងក្រោយបំផុតនេះគឺនៅក្នុងប្រទេសភូមាតែម្ដងដែលយើងឃើញថាយុវជនរបស់គេដែលមានតារាសម្ដែងចូលរួមកិច្ចការងារសង្គមជួយជ្រោមជ្រែងគណៈបករបស់លោកស្រីអ៊ុងសានស៊ូជីទីបំផុតទៅនឹងឲ្យធ្វើឲ្យកិត្យានុភាពនៃប្រទេសភូមាធ្វើឲ្យប្រជាពលរដ្ឋភូមាត្រូវបានគេគោរពទទួលស្គាល់ថាគឺជាអ្នកដែលបានសម្រេចជោគវាសនាប្រទេសជាតិដែលដើរលើផ្លូវត្រូវដែលសង្គមភូមានឹងក្លាយទៅជាសង្គមមួយដែលមានការរីកចម្រើនអញ្ចឹងយើងសូមឲ្យយុវជនទាំងអស់យល់បែបហ្នឹងថាការចូលរួមជ្រើសរើសយកផ្លូវត្រូវមិនមែនត្រឹមតែបានតំណែងតិចបន្តួចប៉ុណ្ណឹងមិនមែនបានត្រឹមតែផលប្រយោជន៍បន្តិចបន្តួចប៉ុណ្ណឹងហើយយើងភ្លេចអំពីអនាគតរបស់យើងភ្លេចអនាគតរបស់ប្រទេសជាតិនោះទេបាទលោកចនាគិតថាការបោះឆ្នោតលើកក្រោយនេះនឹងមានការចូលរួមពីយុវជនភ្លុកទឹកភ្លុកដីដោយការបោះឆ្នោតអាណត្តិទី5ទៀតទេខ្ញុំកំពុងតែមើលឃើញថាគណៈបកប្រជាជនកម្ពុជាកំពុងតែប្រើប្រាស់នៅយុទ្ធសាស្ត្រដើម្បីបន្ទប់បង្អាក់នៅការចូលរួមរបស់យុវជនប៉ុន្តែបែបណាខ្លះមើលយុទ្ធសាស្ត្រគណៈបកប្រជាជនកម្ពុជាដូចជារឿងរំលោភសិទ្ធិធ្ងន់ធ្ងរទៅលើគណៈបកប្រឆាំងវាយដំតំណាងរាស្ត្រហើយប្រើប្រាស់យុវជនជ្រុលនិយមរបស់ខ្លួនដែលភាគច្រើនហ្នឹងគឺមិនមែនជាអ្នកទទួលបានការអប់រំទេអាហ្នឹងហើយគឺជាកត្តាសំខាន់គឺថាធ្វើឲ្យ
ជាពិសេសយុវជនដែលគ្រប់គ្រងនៅចលនានយោបាយលទ្ធិប្រជាធិបតេយ្យហ្នឹងគឺថាឲ្យឃើញថាអ្នកប្រជាធិបតេយ្យតែងតែរងគ្រោះជាដរាបអញ្ចឹងគឺមិនត្រូវបន្តចូលរួមទៀតទេប៉ុន្តែក៏អាចផ្ទុយទៅវិញបានទេអាចផ្ទុយទៅវិញបានថាអ្វីដែលឃើញហ្នឹងគឺធ្វើឲ្យគាត់ចិត្តគាត់ចង់បានលទ្ធិប្រជាធិបតេយ្យជាមុនទេតែហ្នឹងហើយគឺជាចំណុចមួយដែលខ្ញុំថាគេកំពុងតែគៀបសង្កត់ប៉ុន្តែយុវជនសម័យឥឡូវមិនមែនដូចយុវជនសម័យ20ឆ្នាំឬក៏30ឆ្នាំមុនទេដែលពេលនោះឃើញថាគាត់អត់មានមធ្យោបាយក្នុងការស្រាវជ្រាវចេះដឹងអំពីរឿងពិភពលោកតែសម័យនេះអត់ចឹងទេគឺការចែកចាយព័ត៌មានគ្នាទៅវិញទៅមកទោះបីជាស្ថិតនៅក្នុងការគៀបសង្កត់ដ៏ធ្ងន់ធ្ងរក៏ដោយពួកគាត់នៅតែគេហៅថាទឹកស្ងប់មិនមែនអត់ត្រីខាងក្រោមទេគឺត្រីនៅតែមានសកម្មភាពរស់រវើកដដែលអញ្ចឹងការគៀបសង្កត់នេះគឺគ្រាន់តែជាការបង្ហាញរូបភាពមួយថាគេមានអំណាចគេរារាំងប៉ុន្តែយុវជននៅតែមានសកម្មភាពរស់រវើកហើយទឹកចិត្តប្រជាពលរដ្ឋខ្មែរយុវជនខ្មែរខ្ញុំមើលឃើញខ្ញុំដឹងថាពួកគាត់មិនមាត់មិននិយាយមែនប៉ុន្តែដល់ពេលវេលាមួយគាត់នឹងចូលរួមយ៉ាងសស័កសស្រាំយ៉ាងឃ្លាវខ្លានៅក្នុងកិច្ចការងារនយោបាយនឹងទៅវិញអ្វីដែលគណៈបព្វជិជនកំពុងតែធ្វើដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងគឺរារាំងបំបាក់ទឹកចិត្តអ្នកគ្រប់គ្រងជាពិសេសយុវជនខ្មែរដែលបានសម្រេចចិត្តយ៉ាងភ្លុកទឹកភ្លុកដីនៅក្នុងឆ្នាំ2013កន្លងមកយើងឃើញហើយគឺថាចូលរួមជួយគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិចង់ឲ្យមានការផ្លាស់ប្ដូរពិតប្រាកដអញ្ចឹងគេធ្វើយុទ្ធសាស្ត្រហ្នឹងទី1គឺថាបំបាក់ចឹងផងទី2គេឲ្យកូនចៅរបស់គេដូចបានបញ្ជាក់បាញ់វិញគឺទៅដើរឃោសនាដើរតាក់ទាញណាយុវជនរៀបចំរចនាសម្ព័ន្ធយុវជនតាំងពីថ្នាក់វិទ្យាល័យរហូតមកដល់ឧត្តមសិក្សាហ្នឹងហើយគឺជារូបភាពមួយថាឥឡូវគេតាក់ទាញយុវជនបានគេគ្រប់គ្រងយុវជនបានសម្រាប់យុវជនដែលមកចូលរួមជួយគណៈបក្សសង្គ្រោះជាតិឬក៏ចង់មានការផ្លាស់ប្ដូរកាន់តែតិចទៅហើយមួយវិញទៀតគេហៅថាទប់ស្កាត់ផ្នែកវិស័យអប់រំហ្នឹងមិនឲ្យយុវជននឹងរៀនសូត្របានចេះដឹងទូលំទូលាយទេហើយខ្ញុំដឹងថាឥឡូវហ្នឹងនៅតាមថ្នាក់វិទ្យាល័យនានាហ្នឹងរៀនសូត្រតែពីរឿងគេហៅថាទង្វើល្អនៃមេដឹកនាំអត់ឲ្យឃើញអំពីអ្វីជាការខុសឆ្គងទេគឺឲ្យឃើញតែថាចុះតកសាងនេះសមិទ្ធផលនោះសមិទ្ធផលនេះអញ្ចឹងបានលោកហ៊ុនម៉ាណែតដែលធ្វើបទសម្ភាសន៍នៅវិទ្យុនៅឬក៏ទូរទស្សន៍នៅអូស្ត្រាលីយើងឃើញទេគាត់បង្ហាញតែអំពីអ្វីដែលជាល្អរបស់ឪពុករបស់គាត់គឺគាត់យល់ដឹងច្បាស់ណាស់គាត់អ្នករៀននៅអាមេរិករៀននៅអង់គ្លេសគាត់ដឹងច្បាស់ណាស់ថាអ្វីខុសអ្វីត្រូវអ្វីដែលជាទង្វើល្អត្រឹមត្រូវសម្រាប់ការដឹកនាំភាពជាអ្នកដឹកនាំមួយប៉ុន្តែគាត់អត់ទេអាហ្នឹងគឺជាការព្យាយាមបង្វែងដានព្យាយាមបន្លប់ស្ថានភាពថាអ្វីដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែនគឺធ្វើត្រូវទាំងអស់ល្អទាំងអស់ធ្វើយ៉ាងម៉េចឲ្យយុវជនបានឃើញតែរឿងត្រឹមត្រូវហើយមិនចង់ឲ្យមានការផ្លាស់ប្ដូរទេប៉ុន្តែគំនិតទាំងអស់ហ្នឹងទង្វើទាំងអស់ហ្នឹងការគៀបសង្កត់ការបំបត្តិព័ត៌មានការបង្រៀនមនុស្សឲ្យយល់តែរឿងថាលោកហ៊ុនសែនធ្វើត្រូវហ្នឹងលែងមានប្រសិទ្ធភាពដូចមុនទៀតហើយពីព្រោះសម័យឥឡូវទូរទស្សន៍10 20ផ្សាយក្នុងស្រុកខ្មែរគេលែងចង់មើលគេមើលតែ Facebook គេមើលតែអ្វីដែលជាព័ត៌មានលឿនតនស្ពីបការវាយកន្លែងណាគេបង្ហាញកន្លែងហ្នឹងនឹងឲ្យបង្កើតឲ្យមានការស្ម័គ្រចិត្តហើយពុះកញ្ជ្រោលឡើងក្នុងការចូលរួមរបស់យុវជនយើងបាទខ្ញុំមានសំណួរចុងក្រោយទេចំពោះឡារីជាអ្នកដែលអតីតតារាសម្ដែងហើយចូលមកខាងចលនាយុវជនរបស់គណៈបក្សសង្គ្រោះជាតិតើគួរប្រាប់ដល់អ្នកដទៃទៀតតើគេធ្វើម៉េចដើម្បីចូលបើចង់ចូលមកគណៈបក្សសង្គ្រោះជាតិដែលចូលចលនាគណៈបក្សសង្គ្រោះជាតិគេធ្វើម៉េចដើម្បីចូលបានខ្ញុំចង់ជំរាបទៅដល់យុវជនទាំងអស់ជាពិសេសអ្នកសិល្បៈផងថាបញ្ហាសំខាន់បំផុតនេះគឺយើងត្រូវគិតពីអនាគតកូនចៅរបស់យើងខ្លួនយើងនិងអនាគតទឹកដីរបស់យើងក្រោមការដឹកនាំរាល់ថ្ងៃដោយសារតែយើងឃើញនៅភាពអយុត្តិធម៌យើងឃើញពិសេសគឺអ្នកសិល្បៈវិស័យសិល្បៈរបស់យើងវប្បធម៌អរិយធម៌របស់យើងកំពុងតែធ្លាក់ដុនដាបអញ្ចឹងឲ្យយើងគិតកសាងយ៉ាងម៉េចខ្លួនឯងឲ្យចេះចូលរួមគិតគូរអំពីបញ្ហាជាតិវប្បធម៌របស់ខ្លួនឯងដែលខ្លួនឯងកំពុងតែដើរហ្នឹងស្ទួយឡើងវិញកុំឲ្យវប្បធម៌បរទេសចូលមកលុបលុយដោយសពថ្ងៃយើងចង់ឲ្យគាត់បង្វែរខ្លួនឯងពីការសប្បាយព្រោះឃើញគាត់សប្បាយច្រើនប៉ុន្តែពីការសប្បាយខ្ញុំក៏ធ្លាប់សប្បាយយ៉ាងដែរពេលដែលខ្ញុំនៅអំឡុងនោះប៉ុន្តែអ្វីដែលឥឡូវអត់សប្បាយឥឡូវនេះសប្បាយមួយយ៉ាងផ្នែកផ្សេងមួយទៀតក៏ប៉ុន្តែពេលដែលយើងគិតគូរពីបញ្ហានយោបាយយើងចេះចូលរួមជាមួយនឹងថ្នាក់ដឹកនាំចេះចូលរួមជាមួយយុវជនផ្សេងទៀតដែលគាត់លះបង់គាត់តស៊ូធ្វើឲ្យយើងមានខ្លាចទៅជាមនុស្ស
ថ្មីមួយទៀតដែលក្លាហានហើយគិតគូរពីប្រទេសជាតិអញ្ចឹងយើងក៏ចង់បានប្រកបព្រោះអ្នកសិល្បៈខុសពីអ្នកធម្មតាបន្តិចបានថាបើគាត់ចូលរួមមកមួយអ្នកដែលមានមុខមាត់អាចទាញមនុស្សមកច្រើនបានមកចូលរួមនឹងដែរអញ្ចឹងសង្ឃឹមថាអ្វីដែលគាត់ធ្លាប់ប្រជុំគ្នាជាមួយខ្ញុំអ្នកដែលជាសន្និសិទហ្នឹងគាត់ថានៅថ្ងៃណាមួយដែលគាត់មានឱកាសគាត់នឹងចូលរួមជាមួយយើងដែរអញ្ចឹងសង្ឃឹមថាពេលនោះនឹងកើតឡើងនៅក្នុងពេលឆាប់ៗនេះបាទអរគុណលោកច័ន្ទណាអរគុណឡារីបាទបាទលោកនៅនេះទើបបានស្ដាប់បទសម្ភាសន៍របស់លោកជុនច័ន្ទបុតជាមួយលោកអៀចនានិងលោកសុភ័ណ្ឌឡារីអំពីការប្រឡូករបស់យុវជនក្នុងកិច្ចការនយោបាយខ្ញុំសុជីវីសូមជម្រាបសួរលោកអ្នកនាងស្ដាប់ជាទីមេត្រីករណីរំលោភខ្សែសន្តិវៈជាពិសេសអំពើរំលោភខ្សែសន្តិវៈលើកុមារីនៅតែជាបញ្ហាធ្ងន់ធ្ងរនិងរីករាលដាលនៅកម្ពុជាស្របគ្នានេះការផ្តល់សេវាកម្មគ្រប់ប្រភេទដល់ជនរងគ្រោះក៏នៅមានភាពខ្វះខាតរីឯការអនុវត្តច្បាប់ក្នុងការដាក់ទោសទណ្ឌលើជនល្មើសក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយដែលធ្វើឲ្យជនរងគ្រោះពិបាកទទួលបានយុត្តិធម៌តើមានបញ្ហាអ្វីខ្លះក្នុងការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះដោយអំពើរំលោភខ្សែសន្តិវៈចាក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារទី1ខែធ្នូនឹងលើកយកប្រធានបទការទាមទារយុត្តិធម៌ករណីរំលោភខ្សែសន្តិវៈលើកុមារីមកពិភាក្សាកម្មវិធីនេះសម្របសម្រួលដោយនាងខ្ញុំសុជីវីចាសសូមអរគុណជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានបញ្ចប់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សបារម្ភអំពីការវិវត្តនៃស្ថានភាពនយោបាយនៅកម្ពុជារួមមានការតាមចាប់ខ្លួនលោកសំរងស៊ីការដកតំណែងលោកកឹមសុខាអំពើហិង្សាលើតំណាងរាស្ត្រនិងការចាប់ខ្លួនសកម្មជនគណបកប្រឆាំងសមាជិកសភាអាស៊ានក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការធានានូវសិទ្ធិសេរីភាពពេញលេញចំពោះការចូលរួមក្នុងជីវិតនយោបាយរបស់ពលរដ្ឋកម្ពុជាគ្រប់រូបប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរសម្រាប់ទម្លាក់ចោលបណ្ដឹងទាស់របស់មេធាវីការពារក្តីឲ្យលោកហុងសុខួរដោយពុំបានបញ្ជាក់ពីមូលហេតុលោកមេធាវីជួងជងីចាត់ទុកការសម្រេចរបស់តុលាការនៅពេលនេះថាមានភាពលំអៀងលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីនៅពេលនេះចាប់តែប៉ុណ្ណេះខ្ញុំបាទតាំងសារ៉ាដាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwaveតាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26 ម៉ែត្រពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25 ម៉ែត្រលោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/khmer និងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុស្ទឹងខៀវ FM 98.70 នៅខេត្តបាត់ដំបងនិង FM 88.30 នៅបន្ទាយមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10 វិទ្យុពាណិជ្ជកម្ម FM 99.70 MHz នៅខេត្តកំពង់ចាមដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 ដល់ម៉ោង 11 វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញ FM 104.25 MHz នៅខេត្តកំពង់ធំនិង FM 102 MHz នៅខេត្តស្វាយរៀងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 កន្លះដល់ម៉ោង 11 កន្លះវិទ្យុសម្បុកឃុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញ
វិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសាន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តកណ្ដាលមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងពេលយប់ចាប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះនិងវិទ្យុអន្តរ TV FM 90.25 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10 ក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa-cambodia និង YouTube www.youtube.com/rfa-khmer video